Bàជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube របស់ Mr. Net បាទនៅពេលនេះខ្ញុំបង្ហាញអំពីការទាញយក profile Facebook ចាស់របស់យើងនឹងយកមកលេងបាទអញ្ចឹងយើងចុចមកកន្លែង Facebook ទៅនេះបាទក្នុងតដាយនេះបាទពេលយើងចុចមកឃើញវាលោតអញ្ចឹងយើងចុចត្រង់កន្លែងនេះនេះចឹងនេះវាឲ្យយើងវាបញ្ចូលលេខកូដនេះឲ្យយើងវាបញ្ចូលលេខកូដចឹងយើងវាយទៅនេះបាទលេខកូដផ្ញើមកហើយចឹងលេខកូដមិញអីខ្ញុំសុំមើលបន្តិចបាទ720042បាទ720042ហើយចុចកន្លែងនេះនេះវាឲ្យយើងបញ្ចូលថ្មីបញ្ចូលអញ្ចឹងមានន័យថាវាឲ្យយើងនឹងបញ្ចូល password code គឺបញ្ចូលម្ដងទៀតហើយយើងបានបញ្ចូលមិញហ្នឹងនេះបាទ720042ត្រង់នេះបាទនេះហើយវាលោត profile ចាស់យើងមកហើយនេះឈ្មោះចាស់បាទចុចកន្លែងនេះចឹងហើយចុចកន្លែងនេះទៀតបាទដឹងហើយបាទនេះបើយើង add friend នេះបាទហើយយើងចុចកន្លែងនេះមកនេះបាទបានកើតហើយ Facebook បាទអញ្ចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងចែករំលែកដល់អ្នកទាំងអស់គ្នាបាទសូមជួយ Subscribe ម្នាក់មួយផង